ដោយមានអារម្មណ៍ថាមិនស្រួលលោកប្រញាប់ប្រញាល់ទៅកាន់ផែ200 00 00 03 000 00 00 05 000ហើយដើម្បីឲ្យឆេងវីចាក់ចេញឆេងយូជា300 00 05 000 00 00 08 000 នាងបានធ្វើពុតជាទិញអីវ៉ាន់មិនឲ្យលុយដើម្បីតាក់ទាញឆេងខោឲ្យចេញទៅ400 00 08 000 00 11 00 ប៉ុន្តែពេលឃើញថាជាឡៃវ៉ែនវិញនោះឆេងឈឺស្រឡាំងកាំងយ៉ាងខ្លាំង500 00 00 11 00 00 14 000 តែលើកប៉ាល់បានចេញដំណើរទៅហើយគាត់ក៏មិនអាចទៅខ្វល់បានដែរ5 1 00 00 14 000 00 16 000 មានតែជូននាងត្រឡប់ទៅផ្ទះសិនប៉ុណ្ណោះ700 00 16 00 00 ពេលឃើញឆេនយូសេដែលគួរតែចាក់ចេញទៅហើយនោះស្រាប់តែត្រូវបានប៉ូលីសជូនត្រឡប់មកវិញ800 00 19 00 00 23 000 ពួកគេមានតែបន្តសម្ដែងធ្វើពុតជាគ្រួសារតែមួយ900 00 00 23 00 00 25 000 ទោះបីជាលាវស៊ុយហ្វេងមានការអាក់អន់ចិត្តនឹងការត្រឡប់មកវិញភ្លាមរបស់ឆេនយូឆេក៏ដោយ10 00 00 26 00 00 00 28 000 ហើយប្រាប់ឲ្យឡាវលេជូននាងចេញទៅភ្លាម11 00 00 28 000 30 000 ប៉ុន្តែមិននឹកស្មានថាពេលទៅដល់មាត់ទ្វារស្រាប់តែឃើញឆេងខោមិនទាន់ទៅណាឆ្ងាយ12 00 00 30 000 00 33 000 មានជំរឿទេឆេនយូស៊ីមានតែស្នាក់នៅបណ្ដោះអាសន្ន13 00 00 33 000 00 36 អ្វីដែលកាន់តែអាក្រក់នោះគឺនៅថ្ងៃបន្ទាប់ទូរស័ព្ទរបស់ឡាវវ៉ងត្រូវបានអ្នកស្ទូចត្រីរកឃើញ14 00 00 36 000 00 38 000 បរិះនោះបានទាញដងសន្ទូចឡើងយ៉ាងខ្លាំង15 00 00 38 000 00 41 000 ប៉ុន្តែពេលគាត់ទាញឡើងមកមើលទើបដឹងថាវាជាទូរស័ព្ទដៃ15 100 00 41 000 00 00 44 000 មិនយូរប៉ុន្មានប៉ូលីសក៏បានស្រង់ឡានមួយគ្រឿងចេញពីក្នុងទន្លេ17 00 00 44 000 47 000 ហើយសាកសពរបស់ឡាវវ៉ងគឺនៅក្នុងពូតឡាននោះឯង18 00 00 47 000 00 50 000 នៅពេលដែលឆេងវីឃើញនំប៉័ងនៅក្នុងដៃអ្នកសារព័ត៌មានគាត់ដឹងថាមានរឿងមិនស្រួលហើយ19 00 00 50 000 level 53 000 ដោយសារតែខ្លាចពេកគាត់ក៏បានទូរស័ព្ទទៅឆេនយូសេភ្លាម20 00 00 53 000 00 56 000 ចង់ឲ្យនាងមកកំដរគាត់នៅផ្ទះសំណាក់ទល់មុខមណ្ឌលកុមារកំព្រា21 00 00 56 000 00 58 000 ប៉ុប៉ុន្តែចំពេលនោះប៉ូលីសបានមកដល់មាត់ទ្វារ22 00 00 58 000 01 01 ព្រោះកំណត់ត្រាឲ្យទូរស័ព្ទចុងក្រោយរបស់ឡាវវ៉ងគឺជាមួយលាវស៊ុយហ្វេង23 00 01 01 000 00 01 03 000 ហើយអ្វីដែលចម្លែកនោះគឺ24 00 01 03 000 00 01 056 000 លាវស៊ុយហ្វេងនិយាយថានៅពេលនោះឡាវវ៉ងមិនបាននិយាយអ្វីតតែសោះ25 00 01 06 000 00 01 08 000 ហើយនាងថែមទាំងបានយល់សំឡេងគូខ្លាំងទៀតផង25 00 01 08 000 00 01 10 បន្ទាប់មកឡាវវ៉ងក៏បានបិទទូរស័ព្ទទៅ27 00 01 10 000 00 01 13 000 ប៉ុន្តែឆេនយូសេដែលបានលឺគ្រប់យកយ៉ាងនៅខាងក្រៅទ្វារនោះបានយល់ច្បាស់ហើយ28 00 01 13 000 00 01 16 000 យប់នោះអ្នកដែលទទួលទូរស័ព្ទគឺវ៉ាវលេ29 00 01 15 000 00 01 18 000 ហើយនៅពេលនោះឡាវវ៉ងច្បាស់ជាមិនទាន់ស្លាប់ឡើយ30 00 01 18 000 00 01 21 000 គាត់ថែមទាំងបានគូសគូតឡានដើម្បីសុំជំនួយទៀតផង31 00 01
ដូច្នេះឥឡូវនេះចេញវីមិនមែនជាឃាតករសម្រាប់មនុស្សឡើយ330001នៅថ្ងៃបន្ទាប់ដើម្បីបញ្ជាក់ពីការសង្ស័យរបស់ខ្លួន Chen Yusei 33000129000000បានណាត់ជួប Liao Sui Feng